ចំពោះតនេះបង្ហាញអំពី chorus part ចឹងអាកដែលយើងមាននៅក្នុងវគ្គ chorus យើងមាន chord B minor យើងមាន chord G យើងមាន chord D យើងមាន chord A the same អូខេចឹងទាំង verse part ហើយនិង chorus part chord ដូច chord មានដូចគ្នាទេគ្រាន់តែលំដាប់ពីមួយទៅមួយគឺផ្សេងគ្នាអូខេចឹងយើងរាប់មកដំបូងឡើយគឺយើងលេង whole note ចំនួន4 beat ណា1 2 3 4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  2 3
4 2 3 4 2 3 4 2 3 4 2 3 4 A យើងមើលពីលើយើងទៅរៀងបាំងបាំង key ប៉ុន្តែយើងប្រើម្រាម1ម្រាម2និងម្រាម5នៅពីលើ key C sharp នៅពីលើ key E នៅពីលើ key A អូខេនេះគឺជា A major បន្ទាប់ពីយើងលេង whole note ហើយយើងលេង quarter note ម្ដងពេលដែលយើងលេង A major បើសិនជាដៃយើងអត់លូកចូលមកក្នុងទេដៃមេយើងលូកអត់ប៉ះ C sharp ទេអញ្ចឹងតើតើយើងរំកិលទៅលើបន្តិច at least ពាក់កណ្ដាលនៃ key ម្រាមច្អល់ហើយនិងម្រាមនាងរបស់យើងណាមួយណាក៏បានដែរឲ្យយើងសម្គាល់ថាពាក់កណ្ដាលមកបានដៃមេយើងលូកប៉ះចំ C sharp បានអូខេតចឹងលំនាំហាត់តាំងពីវគ្គ verse part ហើយនិង chorus part គឺយើងធ្វើលំនាំតែមួយដំបូងគឺយើងវឹកហាត់ whole note 2 3 4បន្តមកយើងហាត់លេង quarter note 1 beat 1 beat 1 2 3 4 អូខេអញ្ចឹងគឺលំនាំហាត់គឺយើងធ្វើតែមួយSee you next video.